សួស្តីអ្នកទាំងអស់គ្នាមកជួបadminសាជាថ្មីក្នុងរឿងអន្ទាក់ស្នេហ៍របស់កញ្ជ្រោងភាគទី3ទាំងអស់គ្នាបើមានសម្លេងរំខានតិចតួចអីកុំប្រកាន់adminអីដោយសារតែadminរៀនឈឺកបន្តិចមួយរយៈនេះadminខានចេញរឿងយូរបន្តិចហើយបន្តពីវគ្គមុនមកលោកគ្រូក៏បានប្រាប់សិស្សទាំងអស់គ្នាឲ្យទៅសម្រាកនិងចងចាំថាត្រូវតែសម្អាតសម្រាមឲ្យរួចរាល់រាត្រីសួស្តីលោកគ្រូពួកខ្ញុំទៅគេងហើយពេលនេះពេលនឹងដែរលូលូកំពុងតែគេងសញ្ជឹងគិតលេងស្រាប់តែឮសំឡេងបុរសម្នាក់ក៏បានស្រែកសួរមកពីខាងក្រៅថាលូលូតើអ្នកបានឃើញជាយ៉ានផ្ញើសារមកអ្នកដែរឬទេពេលនេះនាងទៅយូរហើយមិនទាន់ឃើញត្រឡប់មកវិញទេលូលូក៏បានអិតក្បាលចេញពីតង់មកនិយាយជាមួយបុរសនោះថាតើអ្នកនៅព្រួយបារម្ភអីទៀតបើជាយ៉ានកំពុងតែមានពេលវេលាដ៏អស្ចារ្យនៅក្នុងតំបន់ហាមឃាត់ហើយនាងថែមទាំងបានការសម្រួលនិងផ្ញើរូបភាពមកឲ្យខ្ញុំទៀតផងដោយខ្លាចថាបុរសនោះមិនជឿខ្លួនក៏បានឲ្យឆាតឈិញយ៉ានដែលបានថតរូបភាពផ្ញើមកឲ្យនាងទៅឲ្យបុរសនោះមើលខ្ញុំបានដឹងរួចមកហើយថាតំបន់ហាមឃាត់ទាំងនោះគ្រាន់តែជាកន្លែងបន្ទោសទេអូទេមិត្តភ័ក្តិរបស់ឈីយ៉ានក៏បាននិយាយថាខ្ញុំបានឆាតទៅនាងពីកន្លះម៉ោងមុនសារជាង10ទៅហើយប៉ុន្តែមិនទាន់ឃើញនាងឆ្លើយតបមកខ្ញុំវិញទេពេលនេះផ្លូវនេះខ្ញុំទៅតែឆ្លងកាត់ទេហេតុអ្វីក៏ខ្ញុំវិលមកកន្លែងដើមអញ្ចឹងវាពិតជាមានអារម្មណ៍គួរឲ្យភ័យខ្លាចណាស់អាចារ្យពេលនេះក៏បានរត់សាប់ទៅបាក់សញ្ញាក៏ដូចនេះដែរយ៉ាប់មែនតើវាជាអ្វីទៅហាកណ្ដុរហេតុអ្វីក៏ខ្ញុំមកខ្លាចកណ្ដុរបែបនេះទៅវិញគ្រាន់តែជាកណ្ដុរសោះខ្ញុំគិតថាវាជាអ្វីផ្សេងក្រៅពីនឹងធ្វើឲ្យខ្ញុំពេលនេះភ័យខ្លាចជាងមុនទៅហើយពេលហ្នឹងឈីយ៉ានក៏បានរំលឹកទៅដល់កន្លែងដែលគ្រូទាយបានទាយនាងថានាងនឹងត្រូវខ្មោចលងបន្លាចនេះមិនអាចកាត់ថ្លៃបានទេដែលធ្វើឲ្យនាងស្រក់ញើសតក់ហើយពេលនេះឈីយ៉ានកំពុងតដើរសក់ក៏បានជាន់នឹងកន្ទុយអ្វីមួយដែលនាងបានចាំងពន្លឺទៅឃើញកន្ទុយពណ៌សហើយនាងក៏គិតថានេះមិនមែនជាកន្ទុយកញ្ជ្រោងទេឬហេតុអ្វីបានជានៅកន្លែងនេះមានកន្ទុយកញ្ជ្រោងស្រមោលកញ្ជ្រោងបានបង្ហាញពីក្រោយឈៀងយ៉ានដោយមិនដឹងខ្លួនខ្ញុំបានឮថាអ្នកចង់ហាយស្បែករបស់ខ្ញុំដើម្បីប្រើជាគំរូដល់សត្វដទៃទៀតពេលនេះខ្ញុំបានបង្ហាញខ្លួននៅពីក្រោយអ្នកហាយហេតុអ្វីអ្នកក៏មិនហាយទៅឆ្កែឈួតចង្រៃហ៊ានខ្វាយដៃរបស់ខ្ញុំផងត្រៀមតែស្លាប់ទៅកញ្ជ្រោងក៏បានទៅសួរទៅឈីយ៉ានថាតើឈីយ៉ានហ្នឹងគឺជាអ្នកដែលចូលទៅតំបន់ព្រៃហាមឃាត់មែនទេឈីយ៉ានក៏បានសម្លឹងទៅមើលមុខរបស់កញ្ជ្រោងថែមទាំងគិតថាគាត់មានកន្ទុយ8ហើយថែមជាបិសាចកញ្ជ្រោងទៀតឈីយ៉ានក៏បានគិតថាសម្ដីរបស់គ្រូទេពពិតជាទាយពិតមែនខ្ញុំពិតជាបានជួបនឹងបិសាចមួយនេះប៉ុន្តែបុរសក្លាហានមិនថយក្រោយដោយងាយទេខាំកន្ទុយរបស់គេហើយក៏រត់និយាយថាវាជាការល្អក្នុងការដកថយប៉ុន្តែរត់មិនកើតកញ្ជ្រោងក៏បានយកកន្ទុយមកពាត់កករបស់ឈីយ៉ានយឺបុរសកញ្ជ្រោងក៏បានចាប់ឈីយ៉ានមកគៀនមុខរបស់គាត់ហើយសួរថាតើអ្នកកំពុងតែចង់រត់ទៅណាឈីយ៉ានក៏បានចាប់កបួចកអាវរបស់កញ្ជ្រោងថែមទាំងនិយាយខ្លាំងៗទៅកាន់កញ្ជ្រោងថាកញ្ជ្រោងដ៏ឈួតសូមនិយាយឡើងប្រសិនបើលោកមានរឿងចង់និយាយបើលោកចង់បំផ្លាញបេះដូងខ្ញុំប្រញាប់ឡើងជប់រអ៊ូរទាំទៅខ្ញុំមិនខ្លាចលោកទេអ្នកពិតជាយល់ច្រឡំខ្លាំងហើយតើខ្ញុំអាចនិយាយប៉ុណ្ណឹងក៏បានបញ្ចេញចង្កូមដ៏មុតស្រួចទៅកាន់ឈីយ៉ានខ្ញុំចង់ឲ្យអ្នកជួយសង្គ្រោះខ្ញុំទោះតែយើងក៏លន់មាត់ថារោមកញ្ជ្រោងនៅលើកញ្ចឹងករបស់ខ្ញុំពិតជាមានក្លិនស្អុយណាស់សង្គ្រោះអ្នកតើអ្នកចង់ឲ្យខ្ញុំសង្គ្រោះពីអ្វីកញ្ជ្រោងក៏បាននិយាយថាកន្ទុយទី9របស់ខ្ញុំអ្នកដែលបានរកឃើញគឺជាអ្នកសង្គ្រោះខ្ញុំកន្ទុយដែលបែកបានคล้ายទៅជាខ្សែដៃនៅលើដៃរបស់នាងដោយសារតែអ្នកបានជួយសង្គ្រោះខ្ញុំបានបញ្ចេញត្រារបស់ខ្ញុំឈីយ៉ានយើងស្រឡាំងកាំងជាខ្លាំងកន្ទុយកាប់ដៃខ្ញុំបានបោះជំហានទៅឥឡូវនេះនោះគឺជាកន្ទុយទី9របស់កញ្ជ្រោងដ៏សំអុយមួយនេះសោះឈីយ៉ានពេលហ្នឹងក៏បានប្រកែកថាលោកបានយល់ច្រឡំវាមិនមែនជាខ្ញុំដែលបានរកឃើញវាទេកន្ទុយបានលេចឡើងដោយខ្លួនឯងកុំចាត់ទុកនរណាម្នាក់ជាអ្នកសង្គ្រោះដោយបំពានអីគឺជាអ្នកទេដែលបានជួយសង្គ្រោះខ្ញុំ
ខ្ញុំនឹងតបស្នងអ្នកដោយអស់ពីចិត្តនឹងការប្រឹងប្រែងរបស់ខ្ញុំទាំងប៉ុន្មានអ្នកមិនបាច់ខ្លាចខ្ញុំទេពេលនេះ